សួស្តីលោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងនីតិស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះលោកអ្នកនាងនឹងបានស្ដាប់ព្រះរាជាដំបូងនៃសម័យអង្គរជាបន្តទៅទៀតហើយនៅក្នុងវគ្គនេះលោកអ្នកនាងនឹងបានស្ដាប់ព្រះបាទរាជេន្ទ្រវរ្ម័នទី2និងការវិលត្រឡប់មកយសោធបុរៈវិញព្រះបាទជ័យវរ្ម័នទី5និងព្រះបាទឧទយាទិត្យវរ្ម័នទី1ក9ព្រះបាទរាជេន្ទ្រវរ្ម័នទី2ក្រោយពីព្រះបាទហាសានវរ្ម័នទី2ទ្រង់សោយទីវង្គតទៅព្រះបាទរាជេន្ទ្រវរ្ម័នទី2ដែលជាព្រះរាជបុត្ររបស់ព្រះនាងមហិន្ទ្រទេវីដែលត្រូវជាប្អូនស្រីមួយព្រះអង្គទៀតរបស់ព្រះបាទយសោវរ្ម័នទី1ដែរក៏ទ្រង់ឡើងសោយរាជស្នងព្រះអនុជនៅឆ្នាំ944ព្រះអង្គមិនគង់នៅរាជធានីកោះកេរទៀតទេគឺព្រះអង្គទ្រង់នាំយកលិង្គទេវរាជត្រឡប់មកយសោធបុរៈគឺក្រុងអង្គរវិញព្រះអង្គទ្រង់បានជួសជុលនិងរៀបចំកសាងបន្ថែមធ្វើឲ្យរាជធានីយសោធបុរៈនេះកាន់តែល្អនិងរុងរឿងឡើងថែមទៀតនៅចំកណ្ដាលទីក្រុងនេះគេចាប់ផ្ដើមកសាងប្រាសាទที่មានអាកាសដ៏ល្អឆើតឆាយហើយនៅភាគខាងកើតនៃទីក្រុងនៅឆ្នាំ952ព្រះអង្គទ្រង់បានសាងប្រាសាទមេបុណ្យខាងកើតដែលមានប្រាង្គចំនួន5នៅចំកណ្ដាលបារាយយសោធរតដាដើម្បីឧទ្ទិសចំពោះព្រះមាតាព្រះបិតាបុព្វការីជនផ្សេងទៀតនិងសេវលិង្គនៅឆ្នាំ961ព្រះអង្គទ្រង់បានសាងប្រាសាទមួយទៀតដែលមានរូបរាងនិងប្រាង្គចំនួន5ដូចគ្នានិងប្រាសាទមេបុណ្យខាងកើតដែរឈ្មោះថាប្រាសាទប្រែរូបស្ថិតនៅខាងត្បូងយសោធរតដាដើម្បីតម្កល់លិង្គទេវរាជនិងដើម្បីឧទ្ទិសចំពោះព្រះញាតិព្រះអង្គផងហេតុដែលបណ្ដាលឲ្យព្រះបាទរាជេន្ទ្រវរ្ម័នទី2សាងប្រាសាទប្រែរូបដែលមានរូបរាងនិងសន្តានដូចគ្នានឹងប្រាសាទមេបុណ្យខាងកើតនោះគឺមកពីប្រាសាទមេបុណ្យខាងកើតនេះបានត្រូវសាងសង់ឡើងនៅកណ្ដាលបារាយដែលជាហេតុធ្វើឲ្យមានការពិបាកក្នុងការធ្វើបុណ្យទានក្នុងរាជ្យរបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី2សាសនាទាំងអស់មានការរីកចម្រើនហើយរួមរស់ដោយសុខដុមជាមួយគ្នាហើយក្នុងរាជ្យរបស់ព្រះអង្គនេះដែរមានវីរៈជនឬមន្ត្រីជាន់ខ្ពស់នៃព្រះបរមរាជវាំងជាច្រើនបានរួមចំណែកកសាងសមិទ្ធផលផ្សេងដូចជាឆ្នាំ946កវិន្ទ្រីរឹមថនជាស្ថាបត្យករបានសាងប្រាសាទបាតជុំដើម្បីឧទ្ទិសថ្វាយចំពោះពោធិសត្វមួយអង្គនៃពុទ្ធសាសនាមហាយាននិងព្រះនាងប្រាជ្ញាបារមីតាឆ្នាំ967ព្រះរាជគ្រូព្រាហ្មណ៍ញញ្ញាវីរហៈចាប់ផ្ដើមសាងប្រាសាទបន្ទាយស្រីត្រីភូវនៈមហេស្វរៈស្ថិតខាងជើងក្រុងយសោធបុរៈព្រះបាទរាជេន្ទ្រវរ្ម័នទី2ទ្រង់ជាស្ដេចសឹកមួយអង្គដ៏អង់អាចក្លាហានព្រះអង្គបានទ្រង់លើកទ័ពទៅវាយនគរចម្ប៉ាវិញក្រោយពីចម្ប៉ាបានមកលុកលុយប្រទេសកម្ពុជានៅរាជព្រះបាទជ័យវរ្ម័នទី4នោះនៅឆ្នាំ945 946ព្រះអង្គទ្រង់បានឡោមព័ទ្ធរាជធានីប្រទេសចម្ប៉ាបានហើយបាននាំយកបដិមាទេពធីតារក្សានគរដែលធ្វើអំពីមាសនិងរឹបយកនគរចម្ប៉ាដាក់ជាចំណុះនគរខ្មែរមួយរយៈថែមទៀតផងព្រះបាទរាជេន្ទ្រវរ្ម័នទី2ទ្រង់ឡើងគ្រងរាជ្យនៅឆ្នាំ944ហើយទ្រង់សុគតនៅឆ្នាំ968ទ្រង់មានព្រះមរណនាមថាសេវលោក ខ
ក10ព្រះបាទជ័យវរ្ម័នទី5ក្រោយពីព្រះបាទរាជេន្ទ្រវរ្ម័នទី2សោយទីវង្គតទៅព្រះរាជបុត្ររបស់ព្រះអង្គដែលទ្រង់នៅមានវ័យក្មេងណាស់នៅឡើយទ្រង់បានឡើងសោយរាជស្នងព្រះអង្គដែលមាននាមក្នុងរាជថាព្រះបាទជ័យវរ្ម័នទី5ប៉ុន្តែប្រហែល6ឆ្នាំក្រោយទើបព្រះអង្គកាន់អំណាចពិតប្រាកដព្រះបាទជ័យវរ្ម័នទី5ទ្រង់ជាស្ដេចដែលមានចំណេះវិជ្ជាជ្រៅជ្រះដោយបានទទួលការអប់រំពីសំណាក់ព្រះគ្រូបាធ្យាយព្រះអង្គគឺព្រាហ្មណ៍យាញាវីរហៈហើយទ្រង់មានព្រះទ័យសន្តោសប្រណីនិងយុត្តិធម៌ណាស់អ្វីត្បិតតែព្រះអង្គនិងមន្ត្រីជាន់ខ្ពស់មួយចំនួនកាន់សាសនាព្រះឥសូរប៉ុន្តែរជ្ជកាលនេះក៏ដូចជារជ្ជកាលមុនដែរព្រះអង្គទ្រង់បានជួយឧបត្ថម្ភព្រះពុទ្ធសាសនាដូចជាទ្រង់បានបញ្ជាឲ្យមន្ត្រីជាន់ខ្ពស់របស់ព្រះអង្គម្នាក់ឈ្មោះកតៈខិតខំខ្នះខ្នែងជួសជុលនិងកសាងបន្ថែមថ្មីនៅព្រះពុទ្ធដេមាករជាច្រើនហើយបានជាវពីបរទេសនៅក្បួនខ្នាតគម្ពីរដីកាផ្សេងខាងព្រះពុទ្ធសាសនាមហាយានថែមទៀតផងក្នុងរជ្ជកាលរបស់ព្រះអង្គព្រះបាទជ័យវរ្ម័នទី5ទ្រង់បានកសាងប្រាសាទតាកែវដែលចាត់ទុកថាជាភ្នំហែមគិរីនៅចំកណ្ដាលក្រុងថ្មីចយានត្រនគរីដែលព្រះអង្គទ្រង់បានបង្កើតឡើងឯព្រះគ្រូយាញាវីរហៈវិញបានបង្ហើយស្នាដៃដ៏ល្អប្រណិតបន្ទាយស្រីផងដែរព្រះបាទជ័យវរ្ម័នទី5ទ្រង់បានឡើងគ្រងរាជ្យនៅឆ្នាំ968ហើយសោយទីវង្គតនៅឆ្នាំ1001ដែលមានព្រះមរណនាមថាបរមវេរលោកក11ព្រះបាទឧទយាទិត្យវរ្ម័នទី1ក្រោយពីព្រះបាទជ័យវរ្ម័នទី5ទ្រង់ចូលទីវង្គតទៅក្មួយខាងព្រះមេដារបស់ព្រះអង្គព្រះនាមឧទយាទិត្យវរ្ម័នទី1បានឡើងសោយរាជស្នងព្រះអង្គប៉ុន្តែព្រះបាទឧទយាទិត្យវរ្ម័នទី1សោយរាជបានតែប៉ុន្មានខែប៉ុណ្ណោះព្រះអង្គក៏ទ្រង់ដាក់រាជឬក៏ទ្រង់សោយទីវង្គតទៅនៅក្នុងឆ្នាំ1002ហើយក្រោយពីពេលនោះមកសង្គ្រាមស៊ីវិលមួយក៏បានផ្ទុះឡើងមានរយៈពេល9ឆ្នាំលោកអ្នកនាងទើបតែបានស្ដាប់ព្រះបាទរាជេន្ទ្រវរ្ម័នទី2ព្រះបាទជ័យវរ្ម័នទី5និងព្រះបាទឧទយាទិត្យវរ្ម័នទី1ព្រះរាជាដំបូងនៃសម័យអង្គរនៅសប្តាហ៍ក្រោយសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់ការរៀបរាប់អំពីព្រះរាជាដំបូងនៃសម័យអង្គរនេះជាបន្តទៅទៀតសូមអញ្ជើញលោកអ្នកនាងរងចាំតាមដានស្ដាប់កុំបីខានឡើយ